សាលាឧទ្ធរណ៍ដំកល់សាលក្រមផ្ដន្ទាទោសលោកគៀវិសាលឧក្រិដ្ឋកម្មឆបោកតាមអនឡាញឧក្រិដ្ឋជនឆបោកតាមអនឡាញជាច្រើនអ្នកដែលមានបណ្ដាញនៅកម្ពុជាត្រូវចាប់ខ្លួនសង្គមស៊ីវិលទាមទារឲ្យក្រសួងពាក់ព័ន្ធគាំពារសុខុមាលភាពពលរដ្ឋសហជីពនិងកម្មករអ្នកបរិស្ថានជំរុញឲ្យអាជ្ញាធរចាត់វិធានការលើក្រុមហ៊ុនដែលបង្ហូរសារធាតុគីមីចូលទឹកស្ទឹងនៅក្នុងខេត្តកំពង់ឆ្នាំងរួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀតចាជាបន្តទៅទៀតនេះនាងខ្ញុំសុជីវីសូមជូនព័ត៌មានទាំងនេះពិស្ដាចាលោកនាងជាទីមេត្រីអាជ្ញាធរនៅតាមបណ្ដាប្រទេសមួយចំនួនបានចាប់ខ្លួនជនសង្ស័យដែលជាបណ្ដាញឧក្រិដ្ឋជនឆបោកតាមអ៊ីនធឺណិតជាបន្តបន្ទាប់ដោយរកឃើញថាជនសង្ស័យទាំងនោះជាបណ្ដាញឧក្រិដ្ឋជនដែលមានមូលដ្ឋាននៅកម្ពុជាអ្នកខ្លំមើលថាប្រតិបត្តិការបោះសម្អាតឧក្រិដ្ឋកម្មឆបោកតាមអ៊ីនធឺណិតរបស់អាជ្ញាធរអន្តរជាតិនេះគឺកាន់តែស៊ើបអង្កេតកាន់តែពាក់ព័ន្ធនឹងគ្រួសារមេដឹកនាំកម្ពុជាចាលោកនាងនៅបានស្ដាប់សេចក្តីរាយការណ៍អំពីរឿងនេះនៅក្នុងការផ្សាយរបស់យើងនៅពេលបន្តិចទៀតនេះចាជាមួយគ្នានេះខ្ញុំនឹងមានសម្ភាសផ្ទាល់មួយជាមួយនឹងអ្នកវិភាគនយោបាយនិងជាអ្នកនាំពាក្យរដ្ឋាភិបាលឯករាជ្យ23តុលាចាលោកកឹមសុខនៅក្នុងការផ្សាយរបស់យើងនៅពេលបន្តិចទៀតនេះចាគឺតាក់ទងទៅនឹងការបង្ក្រាបបទល្មើសឆបោកតាមអនឡាញនេះចានេះខ្ញុំនឹងជជែកពិភាក្សាជាមួយនឹងលោកកឹមសុខផ្ដោតទៅលើចំណុចសំខាន់ចំនួន3គឺវិធានការរបស់អាជ្ញាធររដ្ឋាភិបាលកម្ពុជានិងរដ្ឋាភិបាលបណ្ដាប្រទេសមួយចំនួនក្នុងការបង្ក្រាបបទល្មើសជាឧក្រិដ្ឋកម្មឆបោកតាមអនឡាញនៅកម្ពុជានេះហើយនឹងមួយចំណុចទៀតគឺតាក់ទងទៅនឹងការដែលអាជ្ញាធរកម្ពុជាចាគឺធនាគារជាតិនៃកម្ពុជាបានដកហូតអាជ្ញាប័ណ្ណឬក៏បិទទ្វារក្រុមហ៊ុន Hui Wonpay របស់លោកហ៊ុនតូថាតើវិធានការនេះគ្រប់គ្រាន់ដែរឬទេតើអ្នកណាខ្លះគួរតែពាក់ព័ន្ធនៅក្នុងសំណុំរឿងនេះហើយនឹងមួយចំណុចទៀតគឺតាក់ទងទៅនឹងការដែលកម្ពុជាមានឈ្មោះមិនល្អនៅក្នុងរឿងឧក្រិដ្ឋកម្មឆបោកតាមអនឡាញតើកម្ពុជាអាចស្ដារវិស័យទេសចរនោះយ៉ាងណាខ្លះចាសសូមអញ្ជើញលោកនាងចាកុំភ្លេចរងចាំតាមដានកិច្ចសម្ភារនេះនៅក្នុងការផ្សាយរបស់យើងនៅពេលបន្តិចទៀតនេះលោកនាងកញ្ញាជាទីមេត្រីជាមួយនឹងការចាប់ផ្ដើមផ្សាយទូរទស្សន៍អាស៊ីសេរីនេះយើងខ្ញុំក៏សូមអរគុណចំពោះភក្ដីភាពនិងការជឿជាក់របស់លោកនាងលើសារព័ត៌មានឯករាជ្យសម្រាប់ប្រជាជនកម្ពុជាយើងនឹងរួមដំណើរជាមួយគ្នាក្នុងបេសកកម្មផ្ដល់និងទទួលព័ត៌មានពិតបាទសូមអញ្ជើញលោកនាងកញ្ញាចូលទៅចុច follow នៅលើ Facebook ដែលមានអាសយដ្ឋាន www.facebook.com/tfa ខ្មែរនិង Subscribe លើ YouTube ដែលមានអាសយដ្ឋាន www.youtube.com/tfa ខ្មែរបាទសូមអរគុណចាលោកនាងជាទីមេត្រីព័ត៌មានជាបន្តទៅទៀតនេះតាក់ទងទៅនឹងសកម្មជនបកប្រឆាំងចាដែលតុលាការកាត់ទោសលោកចាសាលាឧទ្ធរភ្នំពេញបានសម្រេចដំកល់សេចក្តីសម្រេចរបស់សាលាដំបងរាជធានីភ្នំពេញដែលកាត់ទោសសកម្មជនបកប្រឆាំងលោកគៀវិសាលឲ្យមានទោសនោះថាទុកជាបានការដដែលមេធាវីការពារសកម្មជនបកប្រឆាំងរូបនេះសោកស្ដាយនិងចាត់ទុកការសម្រេចរបស់សាលាឧទ្ធរថាមិនត្រឹមត្រូវតាមច្បាប់នោះទេចាលោកថាថៃមានសេចក្តីរាយការណ៍អំពីរឿងនេះជូនលោកអ្នកនាងជារឿងធម្មតាទៅហើយដែលតុលាការគ្រប់ជាន់ថ្នាក់នៅកម្ពុជាមិនទម្លាក់ចោលការចាត់ប្រកាន់លើសកម្មជនគណបកប្រឆាំងដែលកំពុងជាប់ឃុំបើទោះបីជាមនុស្សភាគច្រើនមើលឃើញថាពួកគាត់មិនបានប្រព្រឹត្តកំហុសក៏ដោយចោះមេធាវីការពារក្តីឲ្យសកម្មជនបកប្រឆាំងដែលកំពុងជាប់ឃុំលោកគៀវិសាលគឺលោកជុងជងីបង្ហាញការខកចិត្តដែលសាលាឧទ្ធរក្រុងភ្នំពេញនៅតែបន្តឃុំខ្លួននិងរក្សាការចាត់ប្រកាន់លើកូនក្តីរបស់លោកការលើកឡើងនេះគឺបន្ទាប់ពីសាលាឧទ្ធរភ្នំពេញនៅព្រឹកថ្ងៃទី5ខែធ្នូបានបើកសវនាការលើបណ្ដឹងឧទ្ធររបស់លោកគៀវិសាលដែលជំទាស់នឹងសេចក្តីសម្រេចរបស់សាលាដំបងរាជធានីភ្នំពេញដែលបានផ្តន្ទាទោសអនុប្រធានក្រុមការងារបណ្ដោះអាសន្នរបស់គណៈបកកម្លាំងជាតិរូបនេះឲ្យជាប់ពន្ធនាគារ2ឆ្នាំ6ខែនិងពិន័យជាប្រាក់ចំនួន4រៀលពីបទញុះញង់ឲ្យមានការរើសអើងនិងការជេរប្រមាថជាសាធារណៈកាលពីខែសីហាឆ្នាំ2024ការដាក់ទោសទណ្ឌនេះគឺពាក់ព័ន្ធទៅនឹងការជេរប្រមាថគ្នាទៅវិញទៅមកនៅតាមបណ្ដាញសង្គមរវាងលោកគៀវិសាលនិងដើមបណ្ដឹងគឺអតីតមន្ត្រីរបស់គណៈបកភ្លើងទៀនប្រចាំខេត្តព្រះសីហនុដែលបានចោះចូលជាមួយគណៈបកប្រជាជនកម្ពុជាគឺលោកម៉ៃហុងស្រៀង
លោកមេធាវីជួនជងីប្រាប់ទូរទស្សន៍អាស៊ីសេរីថាលោកនឹងពិភាក្សាជាមួយកូនក្តីដើម្បីប្តឹងសារទុកទៅតុលាការកំពូលទៀត ឆ្លោតទៅគេយល់ឃើញថាការជេរគ្នាហ្នឹងគឺធ្វើឲ្យមានការរើសអើងគឺលុះត្រាតែមានការរើសអើងទៅលើជាតិពុនសាសនាឬក៏ពូជអម្បូរជាតិសាសន៍ផ្សេងអានោះទើបវាចូលមាត្រា496ពាក់ព័ន្ធនឹងការរើសអើងនឹងញញួរមានការរើសអើងប៉ុន្តែអ្វីដែលដេញដោលប្រកមិញនេះគឺគាត់ជេរគ្នាទៅវិញទៅមកហ្នឹងដូច្នេះសញ្ញាមេធាវីមើលឃើញអត់មានបទល្មើសក្នុងតរសោះប៉ុន្តែអ្វីដែលមេធាវីសោកស្ដាយហ្នឹងគឺស្លោកទៅនៅតែយល់ឃើញថាមានការញញួរមានការរើសអើងដដែល អនុប្រធានក្រុមការងារខេត្តកំពង់ចាមនៃគណៈបកកម្លាំងជាតិលោកកើតវិជាដែលបានចូលរួមស្ដាប់សវនាការដែលនោះយល់ឃើញថាការអនុវត្តច្បាប់បច្ចុប្បន្នគឺមិនស្មើភាពគ្នារវាងមន្ត្រីបកប្រឆាំងនិងបុគ្គលឬមន្ត្រីអ្នកមានអំណាចលោកថាបុគ្គលមានឥទ្ធិពលឬមន្ត្រីអ្នកមានអំណាចមួយចំនួនបានជេរប្រមាថលើបណ្ដាញសង្គមដែរក៏ប៉ុន្តែពួកគេបែរជាមិនត្រូវបានដាក់ទោសទណ្ឌឡើយ ដោយឡែកបុគ្គលខ្លះមានលុយមានកាក់មានខ្សែបពួកមានអំណាចគាត់ជេរប្រមាថគេតាមអំពើចិត្តនៅក្នុងបណ្ដាញសង្គមអីបែរជាពួកគាត់អត់មានទោសជាប់គុកជាប់ពន្ធនាគារអីទេគាត់គ្រាន់តែសុំទោសគឺរួចខ្លួនតែម្ដងអញ្ចឹងយើងគិតថានៅក្នុងប្រទេសកម្ពុជាយើងការកាត់ក្តីគឺអត់មានភាពយុត្តិធម៌សម្រាប់យើងជាមន្ត្រីគណៈបកប្រឆាំងទេ អាជ្ញាធរក្រមការដឹកនាំរបស់លោកហ៊ុនម៉ាណែតបានចាប់ខ្លួនអនុប្រធានក្រុមការងារបណ្ដោះអាសន្នរបស់គណៈបកកម្លាំងជាតិខេត្តកំពង់ចាមនិងជាបេក្ខជនក្រុមប្រឹក្សាខេត្តលេខរៀងទី1លោកគីវិសាលនៅភូមិកោះប៉ែនឃុំកោះមិត្តស្រុកកំពង់សៀមកាលពីថ្ងៃទី15ខែមីនាឆ្នាំ2024គិតមកដល់ពេលនេះលោកគីវិសាលបានជាប់ពន្ធនាគារជាង1ឆ្នាំហើយប្រពន្ធរបស់លោកគីវិសាលបានស្នើឲ្យតុលាការធ្វើការវិនិច្ឆ័យដោយមិនរើសអើងឬប្រកាន់បកពួកបើមិនដូច្នោះទេប្រជាពលរដ្ឋនឹងបាត់បង់ជំនឿលើប្រព័ន្ធយុត្តិធម៌នៅកម្ពុជាខ្ញុំថាថៃពីទីក្រុងមែលប៊ន លោកអ្នកនាងកញ្ញាជាទីមេត្រីចាលោកអ្នកកំពុងតែទស្សនាការផ្សាយរបស់ទូរទស្សន៍អាស៊ីសេរីចាអតិថិជនរបស់ក្រុមហ៊ុន Hui One Pay មួយចំនួនបានបង្ខំចិត្តដាក់បញ្ចាំទ្រព្យសម្បត្តិដើម្បីយកលុយមកដោះស្រាយបញ្ហាជីវភាពប្រចាំថ្ងៃរបស់ពួកគាត់បន្ទាប់ពីក្រុមហ៊ុនរបស់លោកហ៊ុនតូបានប្រកាសផ្អាកដំណើរការសេវាកម្មនិងបង្កក់លុយរបស់អតិថិជនអ្នកខ្លំមើលលើកឡើងថាជនរងគ្រោះខ្មែរនិងបរទេសដែលក្រុមហ៊ុន Hui One Pay បង្កក់លុយគួរតែចេញមកប្រមូលផ្ដុំគ្នាទាមទារឲ្យអាជ្ញាធរពាក់ព័ន្ធជួយអន្តរាគមន៍និងចាប់មេខ្លោងធំនៃក្រុមហ៊ុនដើម្បីទប់ស្កាត់បណ្ដាញឧក្រិដ្ឋកម្មលាងលុយកខ្វក់នៅកម្ពុជាចាលោកអ្នកនាងនឹងបានស្ដាប់សេចក្តីរាយការណ៍អំពីរឿងនេះនៅក្នុងការផ្សាយរបស់យើងនៅពេលបន្តិចទៀតនេះចាជាមួយគ្នានេះចានាងខ្ញុំនឹងមានសម្ភាសន៍ផ្ទាល់មួយជាមួយនឹងអ្នកវិភាគនយោបាយនិងជាអ្នកនាំពាក្យរដ្ឋាភិបាលឯករាជ្យ$23ចាគឺលោកកឹមសុខតាក់ទងនៅរឿងនេះចាសូមលោកអ្នកនាងកុំភ្លេចរងចាំតាមដានកិច្ចសម្ភាសន៍និងសេចក្តីរាយការណ៍នេះកុំបីខានចលនានាងជាទីមេត្រីនៅរាជធានីភ្នំពេញនៅថ្ងៃនេះចាក្រុមតំណាងអង្គការសង្គមស៊ីវិលដែលធ្វើការការពារសិទ្ធិកម្មករសហជីពនិងពលករចំណាក់ស្រុកព្រមទាំងកម្មករធ្វើការនៅផ្នែកក្រៅប្រព័ន្ធបាននាំគ្នាដាក់ញត្តិទៅកាន់ក្រសួងកិច្ចការនារីនិងក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈដើម្បីទាមទារឲ្យរដ្ឋាភិបាលផ្ដល់នូវការគាំពារសុខុមាលភាពសង្គមនិងលុបបំបាត់អំពើហិង្សានានាទៅលើអ្នកការពារសិទ្ធិមនុស្សនិងជួយផ្ដល់ការងារសមរម្យដល់ពលរដ្ឋនិងកម្មករចាលោកទីនសការីយ៉ារាយការណ៍អំពីរឿងនេះតំណាងអង្គការសង្គមស៊ីវិលជាច្រើនស្ថាប័នដូចជាសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធហៅកាត់ថា IDEA សហព័ន្ធសហជីពកម្មករចំណីអាហារនិងសេវាកម្មរួមនឹងមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្សហៅកាត់ថាសង្ត្រលនៅថ្ងៃទី5ធ្នូនេះបាននាំគ្នាដាក់ញត្តិទៅកាន់ក្រសួងចំនួន2ដើម្បីស្នើឲ្យរដ្ឋាភិបាលចាត់វិធានការឲ្យបានម៉ឺងម៉ាត់និងមានប្រសិទ្ធភាពលើសំណើចំនួន16ពាក់ព័ន្ធនឹងបញ្ហាអំពើហិង្សាមកលើស្ត្រីភេទការបំផិតបំភ័យគ្រោះភាពលើការបញ្ចេញមតិរបស់ពលរដ្ឋស្ត្រីអ្នកការពារសិទ្ធិមនុស្សនិងសិទ្ធិដីធ្លីសិទ្ធិការងារនិងសកម្មជនការពារបរិស្ថានជាដើមការដាក់ញត្តិរបស់តំណាងអង្គការសង្គមស៊ីវិលទៅកាន់ក្រសួងកិច្ចការនារីនិងក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈនោះគឺធ្វើឡើងក្នុងយុទ្ធនាការ16ថ្ងៃក្រោមប្រធានបទគាំពារសុខុមាលភាពពលរដ្ឋដើម្បីយុត្តិធម៌សង្គមក្នុងសម័យ Digital ការដាក់ញត្តិនេះគឺក្នុងបំណងលើកកម្ពស់សិទ្ធិស្ត្រីលើវិស័យការងារឧស្សាហកម្មកាត់ដេរសេវាកម្មចំណីអាហារអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្មករកាស៊ីណូសំណង់សមាគមដីធ្លីនិងអ្នកការពារបរិស្ថានជាដើម
ដើម្បីលុបបំបាត់នៅអំពើអយុត្តិធម៌នានាដែលបានមកកឡើងដោយអាជ្ញាធររដ្ឋតំណាងអង្គការសង្គមស៊ីវិលបានស្នើសុំរដ្ឋាភិបាលជួយពន្យាការធ្វើវិសោធនកម្មច្បាប់ទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារក្នុងការការពារជនរងគ្រោះតាមរយៈការបង្កើតឲ្យមានជំរកសុវត្ថិភាពរបស់ពលរដ្ឋសម្រាប់ស្ត្រីរងគ្រោះដែលបានរស់រានមានជីវិតពីអំពើហិង្សាមួយវិញទៀតត្រូវចាត់វិធានការឲ្យបានជាក់លាក់និងបញ្ឈប់ការបំផិតបំភ័យគ្រប់រូបភាពមកលើពលរដ្ឋស្ត្រីអ្នកការពារសិទ្ធិមនុស្សសិទ្ធិដីធ្លីសិទ្ធិការងារនិងសកម្មជនបរិស្ថាននៅពេលដែលពួកគាត់បញ្ចេញមតិបង្ហាញអំពីបញ្ហាប្រឈមនានានៅក្នុងសង្គមបន្ថែមពីនេះពួកគាត់បានស្នើឲ្យរដ្ឋាភិបាលពង្រឹងយន្តការការពារសិទ្ធិពលករចំណាក់ស្រុកពីការកេងប្រវ័ញ្ចពលកម្មការជួញដូរមនុស្សលើសពីនេះរដ្ឋាភិបាលត្រូវតែធានាការការពារសុវត្ថិភាពសម្រាប់អ្នករកការងារធ្វើទាំងក្នុងនិងក្រៅប្រទេសជាពិសេសរដ្ឋាភិបាលត្រូវផ្តល់ការងារសមរម្យនៅក្នុងស្រុកលើកកម្ពស់មុខរបរនិងផ្តល់កិច្ចការគាំពារសង្គមដល់ពលករដែលធ្វើការនៅក្រៅប្រទេសហើយវិលមកកម្ពុជាវិញហើយរដ្ឋាភិបាលត្រូវធានាថាកម្មករនៅក្នុងវិស័យសំណង់និងលអិតមានសេវានិងសម្ភារៈថែទាំសុខភាពនិងសុវត្ថិភាពត្រឹមត្រូវតាមច្បាប់មិនត្រូវឲ្យពួកគាត់ធ្វើការនៅក្នុងលក្ខខណ្ឌបញ្ចាំខ្លួនដោះបំណុលនោះឡើយជាមួយគ្នានេះពួកគាត់អះអាងថាសំណើទាំង16នេះធ្លាប់បានដាក់ស្នើឲ្យអាជ្ញាធរពាក់ព័ន្ធដោះស្រាយម្ដងរួចមកហើយកាលពីឆ្នាំ2019ក៏ប៉ុន្តែមានបញ្ហាជាច្រើនដែលពុំទាន់បានដោះស្រាយប្រធានសហព័ន្ធសហជីពកម្មករចំណីអាហារនិងសេវាកម្មអ្នកស្រីអ៊ូទេផលីនប្រាប់ទូរទស្សន៍អាស៊ីសេរីនៅថ្ងៃទី5ខែធ្នូថាការដាក់ញត្តិនេះគឺដើម្បីជំរុញឲ្យរដ្ឋាភិបាលនិងអាជ្ញាធរពាក់ព័ន្ធរកដំណោះស្រាយឲ្យមានប្រសិទ្ធភាពពាក់ព័ន្ធនឹងការផ្តល់ការគាំពារសុខុមាលភាពដល់ពលករចំណាកស្រុកកម្មករសហជីពនិងអ្នកធ្វើការនៅក្រៅប្រព័ន្ធជាពិសេសលោកស្រីស្នើសុំរដ្ឋាភិបាលត្រូវតែចូលរួមលុបបំបាត់អំពើអយុត្តិធម៌សង្គមជាច្រើនដែលបានកើតឡើងមកលើស្ត្រីអ្នកការពារសិទ្ធិកម្មករសហជីពឯករាជ្យពលករចំណាកស្រុកសកម្មជនសង្គមនិងបរិស្ថានជាដើមចង់ឲ្យប្រទេសយើងចាក់ផុតពីភាពក្រីក្របានហើយចូលទៅប្រទេសមួយដែលមានចំណូលមធ្យមលុះត្រាតែវណ្ណៈកម្មករលុះត្រាតែអ្នកដែលមានអ្នកដែលងាយរងគ្រោះលុះត្រាតែអ្នកមិនសូវមានធនធានអ្នកមិនសូវមានអ្នកមិនអាចមានលទ្ធភាពនៅក្នុងការចាប់ឱកាសគាត់មានលំហសេរីភាពរបស់គាត់អនុវត្តសិទ្ធិសេរីភាពរបស់គាត់ការពារដីធ្លីរបស់គាត់ការពារសិទ្ធិរបស់គាត់នៅពេលដែលនយោជកហ្នឹងមិនអនុវត្តទៅតាមច្បាប់ទូរទស្សន៍អាស៊ីសេរីពុំអាចតាក់ទងអ្នកនាំពាក្យក្រសួងការងារលោកសុនមេសាដើម្បីសុំការឆ្លើយតបជំវិញនៅរឿងនេះបានឡើយទេនៅថ្ងៃទី5ខែធ្នូរីឯអ្នកនាំពាក្យក្រសួងកិច្ចការនារីអ្នកស្រីសស៊ីណែតថាជាប់រវល់មិនអាចឆ្លើយបានទោះបីជាយ៉ាងនេះក្តីកាលពីថ្ងៃទី25ខែវិច្ឆិកាអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិបានលើកឡើងថារដ្ឋាភិបាលកម្ពុជាបានបរាជ័យជាយូរមកហើយក្នុងការធានានូវកម្រិតជីវភាពសមរម្យការអប់រំនិងការថែទាំសុខភាពចំពោះពលករនិងប្រជាពលរដ្ឋដែលធ្វើឲ្យគ្រួសាររបស់ពួកគាត់ទទួលរងនូវសម្ពាធដោយសារតែបំណុលចម្ពាក់ធនាគារនិងមីក្រូហិរញ្ញវត្ថុរីឯបញ្ហារបស់សហជីពឯករាជ្យឯនេះវិញកាលពីឆ្នាំ2024មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្សហៅកាត់ថាសង្ត្រល់បានរកឃើញថាសហជីពឯករាជ្យជាច្រើនរងការបំផិតបំភ័យដោយផ្ទាល់មាត់និងដោយប្រយោលក្នុងការគំរាមកំហែងការបៀតបៀននិងការដាក់នៅក្នុងបញ្ជីខ្មៅដែលត្រូវបណ្តេញចេញពីការងារដែលធ្វើឲ្យប៉ះពាល់ដល់ការបំពេញការងារប្រធានសមាគមការពារសិទ្ធិមនុស្សនិងអភិវឌ្ឍនៅកម្ពុជាហៅកាត់ថាអាថុកលោកនីសុខាលើកឡើងថាការដាក់ញត្តិរបស់ក្រុមអង្គការសង្គមស៊ីវិលទៅកាន់ក្រសួងស្ថាប័នពាក់ព័ន្ធនោះគឺជារឿងត្រឹមត្រូវទៅតាមច្បាប់ជាតិនិងអន្តរជាតិដូច្នេះអាជ្ញាធរពាក់ព័ន្ធគួរតែយកក្តីកង្វល់ទាំងនោះទៅដោះស្រាយនិងចាត់វិធានការឲ្យបានម៉ឺងម៉ាត់និងប្រសិទ្ធភាពលោកថាប្រសិនបរដ្ឋាភិបាលពុំអើពើដោះស្រាយឲ្យបានត្រឹមត្រូវទេនោះរដ្ឋាភិបាលនឹងរងការរិះគន់បន្ថែមទៀតពីសាធារណជនស្ថាប័នជាតិនិងអន្តរជាតិនេះគឺជាសំណើមួយដែលស្របទៅនឹងគោលការណ៍រដ្ឋធម្មនុញ្ញហើយរដ្ឋាភិបាលអាជ្ញាធររដ្ឋាភិបាលត្រូវតែយកចិត្តទុកដាក់ក្នុងការឆ្លើយតបឲ្យបានសមស្របទៅនឹងអ្វីដែលការលើកឡើងជាកង្វល់របស់ពួកគាត់អញ្ចឹងបើសិនជាបញ្ហាវានៅបន្តចាក់ស្រេះនៅក្នុងសង្គមខ្មែរយើងវាធ្វើឲ្យមានការប៉ះពាល់ទៅដល់មុខមាត់រដ្ឋាភិបាលហើយដែលឲ្យម្ដងទៀតខាងសង្គមស៊ីវិលនៅតែទទូចដដែលនៅក្នុងបញ្ហាទាំងអស់ហ្នឹងកន្លងទៅប្រធានប្រសិទ្ធភាពលោកហ៊ុនសែនបានលើកឡើងថារដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយនិងមានចក្ខុវិស័យថា
កម្ពុជាបានត្រៀមខ្លួនក្នុងការចាកចេញពីប្រទេសអភិវឌ្ឍតិចតួចទៅជាប្រទេសដែលមានពលរដ្ឋចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ2030និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ2050ក៏ប៉ុន្តែអ្នកតាមដានពីបញ្ហាសង្គមនិងនយោបាយលើកឡើងថាបើតាមជាក់ស្ដែងរដ្ឋាភិបាលកំពុងតែដើរផ្ទុយនឹងគោលនយោបាយខណៈពលរដ្ឋភាគច្រើនបានធ្លាក់នៅក្នុងភាពក្រីក្រពីព្រោះបំណុលធនាគារនិងមីក្រូហិរញ្ញវត្ថុដោយសារតែខ្វះការងារធ្វើចំណែកឯប្រទេសជាតិវិញកំពុងតែញោមញីនិងមានកេរ្តិ៍ឈ្មោះមិនសូវល្អលើឆាកអន្តរជាតិពាក់ព័ន្ធនឹងក្រិតកម្មឆបោកតាមអនឡាញនិងការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរដោយសារតែកង្វះប្រព័ន្ធប្រជាធិបតេយ្យការគោរពសិទ្ធិមនុស្សនិងស្ថាប័នឯករាជ្យខ្ញុំបាទទីនសាការីយ៉ាស៊ីសេរីប្រធានីវ៉ាស៊ីនតោនលោកអ្នកនាងកញ្ញាជាទីមេត្រីចាថ្មីនេះចានៅមុនដំណើរទស្សនកិច្ចមកកាន់កម្ពុជារបស់អតីតរដ្ឋមន្ត្រីការបរទេសនិងជាឧបនាយករដ្ឋមន្ត្រីរបស់ប្រទេសវៀតណាមគឺលោកប៊ួយថាន់សឿនចាប៊ួយថាញ់សឿនលោកបានថ្លែងជាសាធារណៈថាលោកនឹងយកទុកលំបាករបស់ជនជាតិវៀតណាមនៅកម្ពុជាទៅជជែកជាមួយនឹងថ្នាក់ដឹកនាំខ្មែរនៅក្នុងសន្និសីទសហប្រតិបត្តិការខេត្តតាព្រំដែនកម្ពុជានិងវៀតណាមសម្រាប់មនុស្សធម្មតាស្ដាប់ទៅវាហាក់ដូចជាសារនយោបាយប្រជាពិធធម្មតារបស់មេដឹកនាំរដ្ឋមួយដែលបង្ហាញការខ្វល់ខ្វាយពីពលរដ្ឋរបស់ខ្លួនដែលកំពុងតែរស់នៅក្រៅប្រទេសតែនៅក្នុងផ្នែកមហាជននិងជាពិសេសនៅក្នុងក្រសែភ្នែករបស់ខ្មែរក្រោមឯណោះវិញគឺរឿងនេះមិនមែនជារឿងធម្មតាទេប៉ុន្តែគឺជាសារនយោបាយនិងជាសញ្ញាបង្ហាញថាអំណាចរបស់វៀតណាមគឺនៅតែមាននៅលើកម្ពុជាចាលោកអ្នកនាងនឹងបានទស្សនាបទវិភាគរបស់លោកថាថៃអំពីរឿងនេះនៅក្នុងការផ្សាយរបស់យើងនៅពេលបន្តិចទៀតនេះចាលោកអ្នកនាងជាទីមេត្រីអាជ្ញាធរនៅតាមបណ្ដាប្រទេសមួយចំនួនបានចាប់ខ្លួនជនសង្ស័យដែលជាបណ្ដាញក្រិតជនឆបោកតាមអ៊ីនធឺណិតជាបន្តបន្ទាប់ដោយរកឃើញថាជនសង្ស័យទាំងនោះគឺជាបណ្ដាញឧក្រិដ្ឋជនដែលមានមូលដ្ឋាននៅកម្ពុជាអ្នកខ្លំមើលថាប្រតិបត្តិការបោះសម្អាតឧក្រិដ្ឋកម្មឆបោកតាមអ៊ីនធឺណិតរបស់អាជ្ញាធរអន្តរជាតិនេះគឺកាន់តែស៊ើបគឺកាន់តែដឹងថាជាប់ពាក់ព័ន្ធនឹងគ្រួសារមេដឹកនាំនៅកម្ពុជាចាលោកសីបណ្ឌិតរាយការណ៍អំពីរឿងនេះខណៈមេធំរបស់ឧក្រិដ្ឋជនឆបោកតាមអ៊ីនធឺណិតដែលជាអង្គការចិនចូលសញ្ជាតិខ្មែរនិងជាទីប្រឹក្សារបស់ប្រធានប្រសិទ្ធិកម្ពុជាលោកហ៊ុនសែនគឺលោកចិនស៊ីកំពុងលាក់ខ្លួននោះអាជ្ញាធរអន្តរជាតិបានចាប់ខ្លួនបណ្ដាញឧក្រិដ្ឋជនឆបោកតាមអ៊ីនធឺណិតជាបន្តបន្ទាប់ទៀតនិងកំពុងស៊ើបអង្កេតរកអ្នកពាក់ព័ន្ធផ្សេងទៀតដែរដែលមានបណ្ដាញនៅលើទឹកដីកម្ពុជាភ្នាក់ងារនគរបាលជាតិកូរ៉េខាងត្បូងបានប្រកាសកាលពីពេលថ្មីនេះអំពីការចាប់ខ្លួនជនសង្ស័យចំនួន28នាក់រួមទាំងជនជាតិកូរ៉េដែលប្រព្រឹត្តបទល្មើសឆបោកនៅកម្ពុជានិងថៃដោយសហការជាមួយនឹងនគរបាលមូលដ្ឋានរួមទាំងមេខ្លោងផងដែរនេះបើតាមការចុះផ្សាយរបស់សារព័ត៌មានកូរ៉េខាងត្បូងឈ្មោះឆូសុននៅថ្ងៃទី5ខែធ្នូសារព័ត៌មានកូរ៉េដដែលនេះក៏បានឲ្យដឹងថែមទៀតថាការចាប់ខ្លួននេះគឺជាជោគជ័យដំបូងនៃប្រតិបត្តិការដែលគេឲ្យឈ្មោះថាប្រាច់ច្រវាក់ដែលកើតចេញពីការសហការគ្នាជាសកលរវាងអាជ្ញាធរកូរ៉េខាងត្បូងជាមួយនឹងសហរដ្ឋអាមេរិកចិនជប៉ុនកម្ពុជានិងថៃជាដើមរួមទាំងស្ថាប័នអន្តរជាតិចំនួន3គឺប៉ូលីសព្រហ្មទណ្ឌអន្តរជាតិអង់តេប៉ូលប៉ូលីសជាតិអាស៊ាននិងការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀននិងឧក្រិដ្ឋកម្មដែលចូលរួមក្នុងប្រតិបត្តិការនេះដែរប្រភពដដែលបានបញ្ជាក់ទៀតថាកាលពីថ្ងៃទី4ខែធ្នូអាជ្ញាធរបានចាប់ខ្លួនមេខ្លោងនិងសមាជិកក្រុមឧក្រិដ្ឋជនដែលជាជនជាតិកូរ៉េចំនួន15នាក់នៅក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យដោយពួកគេត្រូវបានចោទប្រកាន់ពីបទឆបោកប្រាក់ជាង$1 លានពីជនរងគ្រោះចំនួន27នាក់តាមរយៈការប្រើឧបាយលបងជនរងគ្រោះដោយការណែនាំស្ត្រីឲ្យក្លាយជាដៃគូស្នេហានិងប្រមូលថ្លៃសេវាកម្មយ៉ាងណាមិញនៅថ្ងៃដដែលប៉ូលីសអន្តរជាតិបានឆ្មក់ចូលទីតាំងមួយនៅទីក្រុងបាងកកជាមួយនឹងប៉ូលីសនិងចាប់ខ្លួនជនសង្ស័យចំនួន13នាក់ដែលជាក្រុមឆបោកដោយការក្លែងបន្លំសម្លេងដែលមានមូលដ្ឋាននៅប្រទេសថៃក្នុងនោះមានជនសង្ស័យមួយចំនួននៅតែបន្តប្រតិបត្តិការឆបោកទោះបីជាអ្នកស៊ើបអង្កេតបានចុះបង្ក្រាបដល់ទីតាំងហើយក៏ដោយអាជ្ញាធរកូរ៉េបានរកឃើញថានៅមុនពេលអាជ្ញាធរចាប់ខ្លួនក្រុមឧក្រិដ្ឋជនបានក្លែងអត្តសញ្ញាណជាមន្ត្រីស៊ើបអង្កេតនិងបោកប្រាស់ជនរងគ្រោះប្រមាណជាង$60,000ទន្ទឹមនឹងនេះអាជ្ញាធរក៏រកឃើញទៀតថា
ជនសង្ស័យមានជាប់ពាក់ព័ន្ធនឹងករណីបង្ខំឲ្យជនរងគ្រោះថតវីដេអូអាក្រាតកាយដោយកុហកថាដើម្បីឆែកឆេររាងកាយនៅពេលបោកប្រាស់ជនរងគ្រោះដែលជាស្ត្រីដោយឡែកនៅឯវៀតណាមឯនោះវិញអាជ្ញាធរប្រទេសនេះបានចាប់ខ្លួនជនសង្ស័យដែលជាជនជាតិកូរ៉េខាងត្បូងចំនួន3នាក់នៅខេត្តដាណាងយោងតាមកំណត់ត្រារបស់ប៉ូលីសអង្គតេប៉ូលនិងប៉ូលីសវៀតណាមបានបង្ហាញថាជនទាំង3នាក់នេះត្រូវបានប៉ូលីសកូរ៉េខាងត្បូងចេញដីកាតាមចាប់ខ្លួនពីបទក្លែងបន្លំឧក្រិដ្ឋកម្មរៀបចំនិងការជួញដូរមនុស្សអាជ្ញាធរវៀតណាមបានរកឃើញទៀតថាជនសង្ស័យទាំង3នាក់នោះបានប្រព្រឹត្តការបោកប្រាស់ជនរងគ្រោះតាមរយៈការបង្កើតទំនាក់ទំនងស្នេហាឆ្លងដែនឬអន្ទាក់ទឹកឃ្មុំដែលមានមូលដ្ឋាននៅក្រុងបាវិតខេត្តស្វាយរៀងជាប់នឹងព្រំដែនកម្ពុជាវៀតណាមដោយពួកគេបានប្រើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតឬហៅថា AI ដែលមានឈ្មោះថា Deepfake ដើម្បីក្លែងបន្លំជាស្ត្រីនិងបញ្ឆោតជនរងគ្រោះជាបុរសអាជ្ញាធរវៀតណាមលើកឡើងទៀតថានៅក្នុងប្រតិបត្តិការឆបោកឆ្លងដែននេះជនសង្ស័យបានលបួងជនរងគ្រោះឲ្យធ្វើដំណើរទៅប្រទេសវៀតណាមឬប្រទេសថៃដោយឆ្លងចូលប្រទេសកម្ពុជាជាទីកន្លែងដែលពួកគេត្រូវបានបង្ខាំងដកហូតលិខិតឆ្លងដែននិងបង្ខំឲ្យជនរងគ្រោះប្រតិបត្តិការឆបោកតាមអ៊ីនធឺណិតអាជ្ញាធរបានរកឃើញទៀតថាបណ្ដាញនេះបានបោកប្រាស់លុយពីជនរងគ្រោះប្រហែល$1 លាននៅចន្លោះខែសីហាដល់ខែធ្នូឆ្នាំ2024បច្ចុប្បន្នអាជ្ញាធរវៀតណាមបានបញ្ជូនជនសង្ស័យទាំង3នាក់ទៅឲ្យអាជ្ញាធរកូរ៉េខាងត្បូងនៅថ្ងៃទី5ខែធ្នូដើម្បីបន្តនីតិវិធីស៊ើបអង្កេតរកមេខ្លោងចំណែកឯពីប្រទេសសិង្ហបុរីឯនោះវិញសារព័ត៌មាន Channel News អាស៊ីរបស់ប្រទេសនេះបានរាយការណ៍ថាបរិសុទ្ធជនជាតិសិង្ហបុរីអាយុ32ឆ្នាំម្នាក់ត្រូវបានចាប់ខ្លួននៅទីក្រុងបាងកកប្រទេសថៃពាក់ព័ន្ធទៅនឹងក្រុមឆបោកតាមអ៊ីនធឺណិតដែលមានមូលដ្ឋាននៅប្រទេសកម្ពុជាហើយត្រូវបានប្រគល់ទៅឲ្យអាជ្ញាធរសិង្ហបុរីកាលពីថ្ងៃទី4ខែធ្នូប៉ូលីសសិង្ហបុរីបានបញ្ជាក់ថាជនសង្ស័យគឺជាសមាជិកនៃក្រុមឧក្រិដ្ឋជនឆបោកតាមអ៊ីនធឺណិតដោយកំណត់គោលដៅលើពលរដ្ឋសិង្ហបុរីដែលមានមូលដ្ឋាននៅទីក្រុងភ្នំពេញនិងស្ថិតនៅក្នុងចំណោមជនសង្ស័យដែលជាជនជាតិសិង្ហបុរីនិងជនជាតិម៉ាឡេស៊ីចំនួន7នាក់ផ្សេងទៀតដែលប៉ូលីសសិង្ហបុរីនិងប៉ូលីសអង្គតេប៉ូលបានចេញនិវេតក្រហមតាមចាប់ខ្លួនជុំវិញរឿងនេះប្រធានអ្នកខ្លងមើលកម្ពុជាលោកម៉ែនណាតយល់ឃើញថាប្រតិបត្តិការបោសសម្អាតក្រុមឧក្រិដ្ឋជនឆបោកតាមអ៊ីនធឺណិតរបស់អាជ្ញាធរអន្តរជាតិនេះកាន់តែស៊ើបអង្កេតគឺកាន់តែជាប់ពាក់ព័ន្ធទៅនឹងក្រុមគ្រួសារមេដឹកនាំកម្ពុជាគឺក្រុមគ្រួសារត្រកូលហ៊ុនដោយសារមេខ្លោងក្រុមឧក្រិដ្ឋជនទាំងនោះគឺជាមនុស្សចំណិតរបស់ប្រធានព្រឹទ្ធសភាគឺលោកហ៊ុនសែនលោកបានបន្តទៀតថាមេដឹកនាំកម្ពុជាហាក់បានលងខ្លួនកាន់តែជ្រៅជាមួយនឹងក្រុមឧក្រិដ្ឋជនឆបោកតាមអនឡាញដោយមិនងាយនឹងដោះខ្លួនរួចនោះឡើយឲ្យលោកហ៊ុនសែនទៅបកអាក្រាតលោកជេនស៊ីឬក៏ផ្ដាល់ព័ត៌មានពាក់ព័ន្ធលោកជេនស៊ីមិនបើលោកជេនស៊ីផ្ដាល់ផលប្រយោជន៍ដល់គាត់ហ្នឹងហើយម្យ៉ាងទៀតលោកហ៊ុនសែនលោកហ៊ុនម៉ាណែតហ្នឹងការពារមុខមាត់របស់គាត់ខ្លាំងណាស់បើគាត់ទម្លាយទៅខាងនោះទម្លាយមកវិញមកតើមុខមាត់របស់គ្រួសារហ៊ុនហ្នឹងទៅជាយ៉ាងណាពាក់ព័ន្ធនឹងការបោសសម្អាតក្រុមឧក្រិដ្ឋជនឆ្លងដែននេះដែរកាលពីថ្ងៃទី3ខែធ្នូអាជ្ញាធរថៃបានរឹបអូសទ្រព្យសម្បត្តិដែលមានតម្លៃជាង$300 លានអាមេរិកនៅក្នុងការបង្ក្រាបដ៏ធំមួយពាក់ព័ន្ធនឹងមជ្ឈមណ្ឌលឆបោកដែលគេអះអាងថាមានមូលដ្ឋាននៅក្នុងប្រទេសកម្ពុជានិងនៅក្នុងតំបន់មួយចំនួនទៀតក្នុងចំណោមអ្នកដែលត្រូវបានរឹបអូសទ្រព្យសម្បត្តិទាំងនោះភាគច្រើនគឺជាមនុស្សដែលស្និទ្ធនឹងលោកហ៊ុនសែនរួមមានលោកកុកអានដែលជាកំពូលអុកញ៉ាមួយរូបនៅកម្ពុជាស្ថិចិនចូលសញ្ជាតិខ្មែរគឺលោកជិនស៊ីកូនប្រុសពៅរបស់លោកឧបនាយករដ្ឋមន្ត្រីយឹមឆៃលីគឺលោកយឹមលាក់និងជនបរទេសម្នាក់ទៀតឈ្មោះប៊ែនស្មីតដែលអ្នកទាំង3គឺជាទីប្រឹក្សារបស់លោកហ៊ុនសែនខ្ញុំបាទសេកបណ្ឌិតទូរទស្សន៍អាស៊ីសេរីពីរដ្ឋធានីវ៉ាស៊ីនតោនចាលោកនាងកញ្ញាជាទីមេត្រីចាអំពើក្រិតកម្មឆបោកតាមអនឡាញនេះក៏ជាប់ពាក់ព័ន្ធនឹងបងប្រុសជីដូនមួយរបស់នាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតដែរចាគឺលោកហ៊ុនតូហើយដែលមានការចោទប្រកាន់ថាលោកក៏ជាប់ពាក់ព័ន្ធនៅក្នុងរឿងនេះដែរហើយយើងដឹងទាំងអស់គ្នាថាក្រុមហ៊ុន Hui One Pay របស់លោកហ៊ុនតូក៏ត្រូវធនាគារជាតិនៃកម្ពុជាដកហូតអាជ្ញាប័ណ្ណហើយនឹងបិទទ្វារ
ហើយនៅក្នុងពេលបន្តិចទៀតនេះចានាងខ្ញុំនឹងមានសម្ភាសន៍មួយជាមួយនឹងលោកកឹមសុខអំពីរឿងនេះហើយលោកជួនច័ន្ទបុតក៏នឹងមានសេចក្តីរាយការណ៍មួយជូនលោកអ្នកនាងចាតកតងទៅនឹងអតិថិជនរបស់ក្រុមហ៊ុន Hui One Pay ចាដែលបញ្ជាក់ថាពួកគាត់កំពុងតែជួបការលំបាកនៅក្នុងជីវភាពនៅពេលដែលប្រាក់របស់ក្រុមហ៊ុននេះត្រូវបានធនាគារជាតិនៃកម្ពុជាបង្កក់នោះចាហើយសូមលោកអ្នកនាងកុំភ្លេចចារងចាំតាមដានសេចក្តីរាយការណ៍នេះនិងបទសម្ភាសន៍នេះនៅក្នុងពេលបន្តិចទៀតនេះចាមុននឹងទៅដល់បទសម្ភាសន៍និងសេចក្តីរាយការណ៍នេះចានាងខ្ញុំមានព័ត៌មានមួយទៀតតាក់ទងទៅនឹងប្រតិកម្មរបស់តំណាងកម្ពុជានៅអង្គការសហប្រជាជាតិចាស់ជុំវិញការចាប់ប្រកាន់របស់ភាគីថាថៃថាកម្ពុជាបន្តដាក់មីននៅតាមព្រំដែននោះចាឯកអគ្គរដ្ឋទូតកម្ពុជាប្រចាំអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវសម្ដែងការព្រួយបារម្ភពីការប៉ុនប៉ងរបស់ប្រទេសថៃនៅក្នុងការប្រែក្លាយយន្តការសន្ធិសញ្ញាហាមឃាត់មីនដើម្បីកេងចំណេញនយោបាយតែមួយមុខគត់ដែលនឹងធ្វើឲ្យអនុសញ្ញាស្ដីអំពីមីននេះចុះខ្សោយសម្រាប់រដ្ឋភាគីទាំងអស់ឯកអគ្គរដ្ឋទូតតំណាងអចិន្ត្រៃយ៍នៃកម្ពុជាប្រចាំអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវលោកអិនដារ៉ាបានលើកឡើងនៅក្នុងកិច្ចប្រជុំស្ដីពីការទប់ស្កាត់និងបង្ក្រាបសកម្មភាពហាមឃាត់និងសម្រួលដល់ការអនុលោមនៃអនុសញ្ញានៅក្នុងកិច្ចប្រជុំរដ្ឋភាគីនៃអនុសញ្ញាហាមឃាត់មីននៅអង្គការសហប្រជាជាតិកាលពីថ្ងៃទី4ខែធ្នូថាឧបនិហេតុផ្ទុះមីនដែលភាគីថៃបានចោទប្រកាន់ជាបន្តបន្ទាប់មកនោះគឺកើតឡើងនៅក្នុងទឹកដីរបស់កម្ពុជាលោកអះអាងថាការចោទប្រកាន់របស់ថៃជុំវិញបញ្ហាគ្រាប់មីននៅកម្ពុជានេះគ្រាន់តែជាការអះអាងជាឯកតោភាគីប៉ុណ្ណោះព្រោះភាគីថៃមិនបានផ្ដល់សិទ្ធិដល់កម្ពុជាឬផ្ដល់សិទ្ធិឲ្យអ្នកជំនាញអព្យាក្រឹតចូលទៅពិនិត្យទីតាំងជាក់ស្ដែងនៅតំបន់ដែលមានមីនផ្ទុះនោះឡើយឯកអគ្គរដ្ឋទូតឯកអគ្គរដ្ឋទូតរូបនេះបញ្ជាក់ថាតាមមាត្រា8នៃអនុសញ្ញាហាមឃាត់មីនបានអះអាងថានាពេលកន្លងមកនេះថាសប្តាហ៍ថ្ងៃនេះកម្ពុជាមានតំបន់ដែលមានបញ្ហាគ្រាប់មីននៅតាមព្រំដែនជាមួយថៃប្រមាណជាង700គីឡូម៉ែត្រដែលមិនទាន់បានបោសសម្អាតចាតំបន់ដែលនៅសេសសល់គ្រាប់មីនច្រើនគឺវានៅក្នុងតំបន់ដែលកំពុងតែមានជម្លោះព្រំដែនរវាងកម្ពុជានិងថៃនោះផងដែរចលនានាងកញ្ញាជាទីមេត្រីចាយើងងាកមកព័ត៌មានតកតងនឹងក្រុមហ៊ុន Hui One Pay វិញចាអតិថិជនក្រុមហ៊ុន Hui One Pay មួយចំនួនបានបង្ខំចិត្តដាក់បញ្ចាំទ្រព្យសម្បត្តិដើម្បីយកលុយទៅដោះស្រាយបញ្ហាជីវភាពប្រចាំថ្ងៃបន្ទាប់ពីក្រុមហ៊ុនរបស់លោកហ៊ុនតូបានផ្អាកដំណើរការសេវាកម្មនិងបង្កក់លុយអតិថិជនអ្នកខ្លំមើលលើកឡើងថាជនរងគ្រោះខ្មែរនិងបរទេសដែលក្រុមហ៊ុន Hui One Pay បង្កក់លុយនោះគួរតែចេញមកប្រមូលផ្ដុំគ្នាទាមទារឲ្យអាជ្ញាធរពាក់ព័ន្ធជួយអន្តរាគមន៍និងចាប់មេខ្លោងនៃក្រុមហ៊ុនដើម្បីទប់ស្កាត់បណ្ដាញឧក្រិដ្ឋកម្មលាងលុយកខ្វក់នៅកម្ពុជាចាសសូមអញ្ជើញលោកនាងមកទស្សនាសេចក្តីរាយការណ៍របស់លោកជួនច័ន្ទបុតដូចតទៅពលរដ្ឋដែលជាអតិថិជនរបស់ក្រុមហ៊ុន Hui One Pay មួយចំនួនកំពុងប្រឈមមុខនឹងបញ្ហាជីវភាពនិងខ្វះលុយកាក់បង្វិលការប្រកបអាជីវកម្មរបស់ខ្លួនដោយសារតែមិនអាចដកលុយចេញពីគណនីបានអតិថិជនម្នាក់សូមមិនបង្ហាញឈ្មោះដោយបារម្ភពីបញ្ហាសុវត្ថិភាពបានប្រាប់ទូរទស្សន៍អាស៊ីសេរីថាកញ្ញាមានលុយមួយចំនួនធំនៅក្នុងគណនី Hui One Pay ហើយថាការផ្អាកសេវាធ្វើឲ្យកាន់តែពិបាកក្នុងការចំណាយប្រចាំថ្ងៃកញ្ញាបានបង្ខំចិត្តបញ្ចាំគ្រឿងអលង្ការដើម្បីយកលុយទៅប្រើប្រាស់ក្នុងគ្រួសារនិយាយតែអត់មានលុយប្រើហ្មងនិយាយប្រាប់បងត្រង់ថ្ងៃហ្នឹងគឺយកខ្សែកទៅបញ្ចាំរបស់ដើម្បីយកលុយយកប្រភេទវិសាខ្ញុំទុកលុយក្នុងហ្នឹងហើយខ្ញុំគិតថាអាសេវាហ្នឹងថ្លៃតែខ្ញុំចេះទុកតអញ្ចឹងណាហើយយើងអត់ដឹងទេអត់ដឹងថាគេផ្អើលមានអីអញ្ចឹងអីខ្ញុំអត់ដឹងផងអញ្ចឹងដូចបងខ្ញុំអីគឺគាត់មានច្រើនជាងខ្ញុំទៀតអញ្ចឹងគឺគាត់ដកអត់បានដូចគ្នា
ហើយអ្នកខ្លះក៏គាត់ភ័យអញ្ចឹងទៅគាត់សុខចិត្តគាត់ដកគេកាត់$40 $50ឲ្យក៏គាត់សុខចិត្តដកដែរគឺមិនបើអត់មានលុយប្រើប្រាស់ហ្នឹង អតិថិជនបន្តថាបើទោះបីជាអាចដកលុយតាមភ្នាក់ងារបានក៏ដោយក៏ថ្លៃសេវាកម្មបានកើនឡើងគួរឲ្យកត់សម្គាល់ដក$100ត្រូវបង់សេវាពី$45ទៅ$50 មិត្តភ័ក្តិរបស់កញ្ញាមួយចំនួនក៏កំពុងស្ទាក់ស្ទើរក្នុងការដកលុយដោយខ្លាចសេវាខ្ពស់និងខ្លាចការក្លែងបន្លំពីភ្នាក់ងារក្លែងក្លាយលើបណ្ដាញសង្គមតាក់ទងនឹងរឿងនេះលោកអំសំអាតនាយកកម្មវិធីសិទ្ធិមនុស្សរបស់លីកាដូបញ្ជាក់ថាជនរងគ្រោះអាចដាក់ពាក្យស្នើអន្តរាគមន៍ពីធនាគារជាតិក៏ប៉ុន្តែគាត់រិះគន់ថារដ្ឋខ្វះសមត្ថភាពក្នុងការតាមដាននិងស៊ើបអង្កេតប្រតិបត្តិការរបស់ Huawei បន្ទាប់ពីការដកអាជ្ញាប័ណ្ណនៅឆ្នាំ2025 ធនាគារជាតិដូចជាអាជ្ញាធរដែលពាក់ព័ន្ធហ្នឹងគួរតែពិនិត្យមើលទៅលើរឿងទាំងអស់នេះហើយស្វែងរកកិច្ចអន្តរាគមន៍ណាមួយសម្រាប់ដោះស្រាយជូនប្រជាពលរដ្ឋហើយមួយទៀតទាក់ទងនឹងបញ្ហាក្រុមហ៊ុននេះនៅពេលដែលធនាគារជាតិដកអាជ្ញាប័ណ្ណហើយនៅតែប្រតិបត្តិការដំណើរការបន្តទៅទៀតអញ្ចឹងវាត្រូវតែមានការបង្កើតនៅគណៈកម្មការដើម្បីធ្វើការស៊ើបអង្កេតទៅលើគ្រឹះស្ថានឬក៏ក្រុមហ៊ុននេះហើយចាត់វិធានការតាមផ្លូវច្បាប់បើរកឃើញថាក្រុមហ៊ុននេះបានបំពានឬក៏ធ្វើខុសច្បាប់ ការជ្រួលច្របល់សម្រុកទៅដកប្រាក់ពីសំណាក់អតិថិជនកើតឡើងបន្ទាប់ពីក្រុមហ៊ុន Huawei របស់លោកហ៊ុនតូប្រកាសផ្អាកសេវាកម្មកាលពីថ្ងៃទី1ខែធ្នូដោយអះអាងថាមានការដកប្រាក់រាប់សិបលានដុល្លារយ៉ាងឆាប់រហ័សពីគណនីអតិថិជនទោះជាយ៉ាងណាស្ថាប័នរដ្ឋដែលពាក់ព័ន្ធរួមមានធនាគារជាតិនៃកម្ពុជាផងមិនទាន់បានដាក់វិធានការជំនួយណាមួយសម្រាប់អតិថិជនឡើយក្រៅតែពីចេញសេចក្តីប្រកាសព័ត៌មានសេចក្តីប្រកាសព័ត៌មានថ្ងៃទី3ធ្នូរបស់ធនាគារជាតិនៃកម្ពុជាបានបញ្ជាក់ពីការដកអាជ្ញាប័ណ្ណក្រុមហ៊ុនជាស្ថាពរនិងថានៅកម្ពុជាមិនទាន់មានគ្រឹះស្ថានហិរញ្ញវត្ថុណាមួយទទួលអាជ្ញាប័ណ្ណគ្រីបតូឡើយក៏ប៉ុន្តែធនាគារជាតិនៃកម្ពុជានៅមិនទាន់បញ្ជាក់ពីវិធីការពារឬដំណោះស្រាយណាមួយសម្រាប់អតិថិជន Huawei នោះឡើយអ្នកស៊ើបអង្កេតអន្តរជាតិនិងសារព័ត៌មានបរទេសក៏កំពុងតាមដានប្រតិបត្តិការហិរញ្ញវត្ថុដែលពាក់ព័ន្ធនឹងក្រុមហ៊ុន Huawei នេះនិងទំនាក់ទំនងជាមួយបណ្ដាញលាងលុយកខ្វក់នៅតំបន់អាស៊ីអាគ្នេយ៍ផងដែរប្រធានចលនាខ្មែរដើម្បីប្រជាធិបតេយ្យអ្នកស្រីមូសុខហួរពន្យល់ថាជនរងគ្រោះដែលបន្តរក្សាភាពស្ងៀមស្ងាត់មិនហ៊ានចេញតវ៉ាទាមទារឲ្យក្រុមហ៊ុននិងអាជ្ញាធរទទួលខុសត្រូវលើបញ្ហានេះថាគឺជាការបើកដៃឲ្យក្រុមអ ுக ្រិតជននិងបកពួកពង្រីកអាជីវកម្មលាងលុយកខ្វក់កាន់តែធំអ្នកស្រីបន្តថាប្រសិនបើជនរងគ្រោះគ្មានជំនឿលើប្រព័ន្ធតុលាការនិងច្បាប់កម្ពុជាជនរងគ្រោះអាចដាក់ពាក្យប្តឹងតាមរយៈអ៊ីមែលឬប្រអប់សារបណ្ដាញសង្គមរបស់ស្ថានទូតនៃបណ្ដាប្រទេសប្រជាធិបតេយ្យដើម្បីឲ្យជួយអន្តរាគមន៍ ផ្ញើអ៊ីមែលគេមានអតិថិជនសរសេរលិខិតជូនព័ត៌មានទាំងអស់នេះរាប់ពាន់អ្នកនេះសហការជាមួយប្រទេសអង់គ្លេសនិងប្រទេសអាមេរិកនៅក្នុងការរកយុត្តិធម៌ជូនដល់ខ្លួនឯងកុំនៅស្ងៀមខ្ញុំស្ដាប់អតិថិជននៅស្ងៀមនៅលើកដៃសំពះនៅសុំអង្វរនៅបាតុកម្មនឹងនៅប្រទេសកម្ពុជាចេញអត់រួចទេពីព្រោះជារបស់ហ៊ុនតូជារបស់ជីនជីយើងត្រូវរកប្រព័ន្ធផ្សេងទៀតហើយសហរដ្ឋអង់គ្លេសកំពុងស្វាហាប់មែនទែនប្រទេសកូរ៉េកំពុងតែស្វាហាប់មែនទែនប្រទេសអាមេរិកនៅសិង្ហបុរីថៃឯគេស្វាហាប់មែនទែនមានតែប្រទេសកម្ពុជាមួយស្ងាត់ស្ងៀមតែម្ដងហើយឲ្យឃើញថារឿងនេះលោកហ៊ុនម៉ាណែតអត់ហ៊ានប៉ះពាល់ទេ ជាមួយគ្នានេះដែរអ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍផ្នែកគំនិតនិងស្រាវជ្រាវលោកសេកសុជាតិលើកឡើងថាធនាគារជាតិនៃកម្ពុជារួមទាំងក្រសួងសេដ្ឋកិច្ចនិងស្ថាប័នពាក់ព័ន្ធគួរចេញមុខអន្តរាគមន៍ដោះស្រាយបញ្ហាអតិថិជន Huawei ដែលដកប្រាក់មិនបាននេះដើម្បីឲ្យមហាជនមានជំនឿនិងទុកចិត្តលើប្រព័ន្ធធនាគារនិងហិរញ្ញវត្ថុនៅកម្ពុជា ភាគីដែលពាក់ព័ន្ធគឺគួរតែសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចរបស់ធនាគារជាតិធ្វើការដោះស្រាយដើម្បីឲ្យភាគីពាក់ព័ន្ធទាំងអស់គាត់មានប្រាក់ត្រឡប់មកវិញនិងមានជំនឿនិងទុកចិត្តទៅលើវិស័យហិរញ្ញវត្ថុនិងធនាគារនៅកម្ពុជាហើយនេះក៏ជាសញ្ញាមួយវិជ្ជមានដែរដែលយើងអាចទទួលបានការគ្រប់គ្រងពីប្រជាពលរដ្ឋសហគមន៍អន្តរជាតិក៏មើលឃើញអំពីការបដិញ្ញាចិត្តហើយនឹងការអនុវត្តច្បាប់ប្រកបទៅដោយភាពច្បាស់លាស់និងត្រឹមត្រូវចំពោះបញ្ហាទាំងអស់នេះផងដែរ អ្នកខ្លំមើលលើកឡើងថាបញ្ហាអក្រិតជនមានទំនាក់ទំនងជាមួយក្រុមគ្រួសារត្រកូលហ៊ុនកំពុងពង្រីករបបអាជីវកម្មលាងលុយកខ្វក់និងអំពើឆបោកតាមអនឡាញកាន់តែរីកសាយភាយនៅក្នុងប្រទេសកម្ពុជា
នឹងបានបំផ្លាញមុខមាត់ប្រទេសជាតិសង្គមនិងបំផ្លាញសេដ្ឋកិច្ចជាតិរហូតដល់សេដ្ឋកិច្ចពលរដ្ឋតាមទីជនបទក្រៅពីនេះអ្នកស្រីមូសុខួរជំរុញរដ្ឋាភិបាលលោកហ៊ុនម៉ាណែតមានសេចក្តីក្លាហានចាប់ខ្លួនប្រធានក្រុមហ៊ុន Hui Won Phe គឺលោកហ៊ុនតូនិងក្រុមហ៊ុន Prince Group របស់លោក Gen Z ដើម្បីប្រាប់សហគមន៍អន្តរជាតិថារដ្ឋាភិបាលត្រកូលហ៊ុនមិនដឹកនាំប្រទេសតាមបែបអ ுக ្រិតកម្ម Mafia នោះឡើយខ្ញុំជុនច័ន្ទបុត្រទូរទស្សន៍អាស៊ីសេរី Washington